ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីសំណួរប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងនឹងមានសំណួរយកមកពិភាក្សាហើយអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សខ្លះកើតមកក្នុងភាពពិការនិងជំងឺ Down syndrome នេះជាសំណួរដ៏លំបាកជាពិសេសសម្រាប់អ្នកដែលរស់នៅដោយភាពពិការសូម្បីតែក្នុងសម័យព្រះយេស៊ូវកូនសិស្សរបស់ព្រះយេស៊ូវក៏ធ្លាប់សួរថាតើការខ្វាក់ភ្នែករបស់មនុស្សហ្នឹងគឺដោយសារតែអំពើបាបឬក៏យ៉ាងណាព្រះយេស៊ូវបានឆ្លើយចំពោះសំណួរនេះថាគាត់កើតជំងឺនេះគឺដើម្បីឲ្យសេរីរុងរឿងរបស់ព្រះបានត្រូវបង្ហាញនៅក្នុងខ្លួនគាត់ក្នុងយូហានជំពូក 9 ខ 3 ចុះចម្លើយនេះគឺបង្ហាញថាទុក្ខលំបាកមិនមែនជាលទ្ធផលនៃអំពើឬក៏ការខុសឆ្គងតែម្ដងទេប៉ុន្តែវាអាចមានគោលបំណងដែលល្អជាងនៅក្នុងផែនការរបស់ព្រះមនុស្សជាច្រើនមិនជឿថាអ្វីៗទាំងអស់នៅក្នុងជីវិតត្រូវបានកំណត់ដោយអំពើឬក៏ភាពពីអតីតកាលដោយអាស្រ័យទៅលើគោលការណ៍ហេតុនិងផលអញ្ចឹងនៅក្នុងទស្សនៈនេះបទពិសោធន៍ល្អឬក៏អាក្រក់កើតចេញពីអំពើដែលធ្លាប់បានធ្វើមកនេះគឺជាបទគំនិតឬក៏ជាផ្នែកគំនិតដែលសិស្សរបស់ព្រះយេស៊ូវកាលនោះក៏ជឿថាអញ្ចឹងដែរហើយមនុស្សជាច្រើននៅសម័យនេះក៏គិតដូច្នោះដែរប៉ុន្តែព្រះយេស៊ូវបានបង្ហាញអំពីទស្សនៈមួយផ្សេងទៀតមិនមែនអ្វីៗទាំងអស់កើតឡើងដោយសារអំពើបាបពីអតីតកាលទេពួកវាគឺចាប់ផ្ដើមកើតឡើងដើម្បីឲ្យកិច្ចការរបស់ព្រះត្រូវបានបង្ហាញនេះគឺជាន័យថាជីវិតមនុស្សមិនត្រូវបានកំណត់ទាំងស្រុងដោយអតីតកាលទេព្រះអាចបំលែងនិងផ្លាស់ប្ដូរអនាគតរបស់យើងបានក្នុងរឿងនេះព្រះយេស៊ូវបានព្យាបាលមនុស្សខ្វាក់និងបង្ហាញអំណាចនៃការព្យាបាលនិងគោលបំណងរបស់ព្រះប៉ុន្តែនេះមិនមែនមានន័យថាអ្នកណាម្នាក់ដែលអធិដ្ឋានសុំព្រះអាចផ្ដល់ការព្យាបាលរាងកាយជាប្រចាំទេដូចជាលោកនិកដែលគាត់បានឧទាហរណ៍ពីខ្លួនឯងផ្ទាល់ថាគាត់កើតមកដោយគ្មានដៃគ្មានជើងធ្លាប់មានអារម្មណ៍ថាគាត់ឈឺចាប់ខ្លាំងតែប៉ុន្តែនៅពេលដែលគាត់បានស្វែងយល់អំពីពាក្យសម្ដីរបស់ព្រះយេស៊ូវគាត់បានជឿថាប្រសិនបើព្រះមានផែនការសម្រាប់មនុស្សខ្វាក់ព្រះក៏មានផែនការសម្រាប់គាត់ផងដែរនិកបានក្លាយជាសិល្បករជាអ្នកហាលទឹកនិងជាអ្នកលោតខ្លួនពីផ្លូវអាកាសជាអ្នកនិពន្ធអ្នកជំនួយនិងតួសម្ដែងហើយសំខាន់ជាងហ្នឹងគឺគាត់បានក្លាយជាម្ចាស់ដែលគាត់អាចផ្ដល់នូវមេរៀនផ្ដល់នូវកម្លាំងចិត្តដល់មនុស្សជាច្រើនរាប់លាននាក់គាត់លើកទឹកចិត្តមនុស្សឲ្យទទួលយកជីវិតដែលគាត់មានហើយគាត់ដឹងថាសេចក្តីស្វែងរបស់ព្រះគឺមានដ៏ពោពេញសម្រាប់មនុស្សផងដែរមួយទៀតដែលតកតងជាមួយនឹង Robin ដែលគាត់ជាក្មេងស្រីតូចម្នាក់ដែលរស់នៅបានតែ2ឆ្នាំទេនាងមានបញ្ហា Down syndrome និងជំងឺបេះដូងដែលគេបានថ្លែងថានាងបានរស់នៅបានតែ2ឆ្នាំបន្ទាប់ពីនាងទទួលមរណភាពនឹងម្ដាយរបស់នាងដែលឈ្មោះថា Dale Evan Roger បានសរសេរសៀវភៅមួយគឺ Angel Unaware សៀវភៅនេះត្រូវបាននិពន្ធពីទស្សនៈរបស់ Robin នៅស្ថានសួគ៌ក្នុងសៀវភៅនេះនាងបង្ហាញពីគោលបំណងរបស់នាងក្នុងផែនដីដើម្បីជួយឲ្យឪពុកម្ដាយនាងស្វែងរកអត្ថន័យពិតនៃជីវិតនិងជំរុញឲ្យពួកគាត់ឲ្យជួយកុមារដទៃទៀតសៀវភៅនេះគឺក្លាយជាប្រភពដែលមានអត្ថន័យនិងប្លែកសម្រាប់សង្គមនៅក្នុងអាមេរិកឯនោះរឿងរបស់ Johnny Alexander មានរឿងរបស់ Johnny ដែលតាក់ទងជាមួយនឹងការប៉ះទង្គិចគ្រោះថ្នាក់នៅក្នុងអំឡុងពេលដែលលោតទឹកហើយខ្លាចជាមនុស្សពិការចាប់ពីវ័យក្មេងសភៅរបស់នាងគឺមានឈ្មោះថា Hope ដែលល្អបំផុតចូលនេះសម័យថាបានជួបព្រះយេស៊ូវនៅស្ថានសួគ៌ហើយនាងនិយាយអំពីរទេះរុញរបស់នាងអញ្ចឹងគាត់និយាយថាខ្ញុំកាន់តែខ្សោយនៅក្នុងរឿងនេះប៉ុន្តែខ្ញុំអាចទីពឹងព្រះកាន់តែច្រើនដូចគ្នាហើយខ្ញុំកាន់តែរំពឹងទៅលើព្រះអង្គហើយខ្ញុំកាន់តែរឹងមាំនាងក៏មានភាពទន់ខ្សោយនៅក្នុងចំណុចណាមួយនៅពេលដែលយើងសួរសំណួរអំពីមនុស្សដែលកើតឡើងមានពិការភាពនិងយើងត្រូវដឹងថាពិភពលោកនេះមិនមែនស្ថានសួគ៌នៅឡើយជាក់ស្ដែងយើងទាំងអស់គ្នាក៏មានភាពទន់ខ្សោយការប្រើបន្តាបង្ហាញថាពលិភ្នែករបស់យើងគឺខ្សោយការពាក់ដៃធ្មេញគឺបង្ហាញថាធ្មេញរបស់យើងគឺអត់ល្អអត់ខ្ចោះទេស្ថានភាពដូចជាជំងឺទឹកនោមផ្អែមជំងឺរលាកសន្លាក់និងសូម្បីតែជង្គង់របស់យើងខ្សោយហ្នឹងក៏អាចបង្ហាញពីកម្រិតពីការមួយតូចផងដែរមនុស្សទាំងអស់គឺរស់នៅជាមួយនឹងភាពមិនល្អឥតខ្ចោះហើយមនុស្សគ្រប់គ្នាគឺប្រឈមជាមួយនឹងការតស៊ូនៅក្នុងជីវិតប៉ុន្តែតាមរយៈព្រះយេស៊ូវយើងរៀនដឹងថាព្រះអង្គមកដើម្បីស្ដារពិភពលោកដែលខូចខាតទ្រង់បានបំលែងភាពច្របូកច្បល់ទៅជាសន្តិភាពបំលែងអំពីអំពើអាក្រក់ទៅជាកិត្តិយសការផ្ដល់សេចក្តីសង្ឃឹមមកភូតហេតុរបស់ព្រះអង្គបង្ហាញពីពិភពលោកថ្មីដែលទ្រង់ដឹកនាំយើងពិភពលោកនេះគឺអាចកើតឡើងជាមួយនឹងទ្រង់ចាអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់និងទស្សនាបើសិនជាបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងព្រះយេស៊ូវគ្រីស្ទសូមបងប្អូនបានផ្ញើសារក៏ដូចជា comment មកខាងលើខ្ញុំផងដែរអរគុណសូមព្រះអង្គប្រទានពរ